គឺជាទស្សនវិជ្ជាទូទៅក្នុងការប្រកួតកីឡាមជ្ឈមសុំសិក្សាសម្រាប់សិស្សនៅក្នុងប្រទេសជាម្ចាស់កម្ពុជាក្នុងឆ្នាំ2025នេះបាទផ្នែកការ៉ាតេបាទនៅព្រឹកនេះគឺនៅថ្ងៃសុក្រទី6ខែមិថុនាឆ្នាំ2025ដោយឡែកកូនអង្គសុខារីតាដែលជាកូនរបស់ខ្ញុំគាត់ក៏បានចូលរួមក្នុងការប្រកួតទាំងដែរដែលជាលើកទី1នៅក្នុងឆាកជីវិតរបស់គាត់ក្នុងការចូលរួមប្រកួតលក្ខណៈជាតិធ្វើការសម្រាប់ការប្រកួតក្នុងវិញ្ញាសាកាតាបាទការ៉ាតេការបញ្ចេញជាកាតាអញ្ចឹងវាជាបទពិសោធន៍លើកដំបូងរបស់គាត់ដែលគាត់បានចូលរួមក្នុងការប្រកួតនេះខ្ញុំក៏មានការសប្បាយរីករាយដែរដែលបានដែលលោកគ្រូបានចាត់ឈ្មោះបញ្ជូនគាត់សម្រាប់ទៅចូលរួមក្នុងការប្រកួតការ៉ាតេនៅក្រៅមកក្លឹបការ៉ាតេមេគង្គកម្ពុជាដែលមានការដឹកនាំបង្ហាញដោយសិនសេរតនាប៉ែនអញ្ចឹងសូមអរគុណសិនសេរតនាប៉ែនសម្រាប់ការបណ្ដុះបណ្ដាលដល់កូនសិស្សអង្គសុខារីតាបាទសម្រាប់ការបញ្ចេញក្បាច់កាតារបស់គាត់សម្រាប់ខ្ញុំមើលឃើញជារូបគឺគាត់បញ្ចេញគេហៅថាសមរម្យសម្រាប់ខ្ញុំមិនមែនជាអ្នកបច្ចេកទេសថាតាមចង្វាក់របស់គាត់ប៉ុន្តែនៅមានការគេហៅខ្វះខាតមួយចំនួនដែលខ្ញុំមើលឃើញដែរគឺខ្វះខាតផ្នែកគេហៅធម៌ពលផ្នែកកម្លាំងការបញ្ចេញកម្លាំងតាមក្បាច់នេះមួយនឹងធម៌ពលក្នុងការស្រែកគេហៅបន្ថែមសង្កត់ធ្ងន់ទៅលើក្បាច់មួយអញ្ចឹងទេយើងត្រូវតែទទួលស្គាល់និងទទួលនៅការពិតយកនៅការដែលខ្វះខាតដែលយើងបានឃើញនេះជាក់ស្ដែងដោយកូនអង្គសុខារីតាគាត់បានខិតខំអស់ពីលទ្ធភាពប្រកបក្នុងការបញ្ចេញក្បាច់ទៅតាមចង្វាក់កាតានេះមួយហើយសម្រាប់លទ្ធផលបានមកដោយរបៀបណាកម្រិតណាយើងត្រូវតែទទួលយកប៉ុន្តែជារួមក្នុងនាមខ្ញុំជាឪពុកខ្ញុំមើលឃើញថាការខិតខំការបញ្ចេញក្បាច់របស់គាត់វាជាទូទៅដូចខ្ញុំបាននិយាយពីខាងដើមគឺអាចទទួលយកទៅបានបាទក្នុងកម្រិតហៅក្បាច់ប៉ុន្តែនៅមានការខ្វះខាតមួយចំនួនធំថែមទៀតដែលកូនត្រូវខំប្រឹងបន្ថែមថ្ងៃមុខបាទជាលទ្ធផលគឺយើងទទួលយកនៅការឲ្យបន្ទុកពីអាជ្ញាកណ្ដាលនៅក្នុងការប្រកួតនៅថ្ងៃនេះហើយសូមជូនពរសិនសេរតនាទទួលបាននៅសេចក្តីសុខគ្រប់ប្រការនិងជ័យជំនះ